លោកសំសរឿនប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានគូបញ្ជាក់ថានៅក្នុងឆ្នាំ2026ខាងមុខសមាគមនឹងបង្កើនការផលិតស្ករត្នោតកំពង់ស្ពឺឲ្យបានច្រើនថែមទៀតក្រោយតម្រូវការប្រើប្រាស់ក្នុងស្រុកនិងការបញ្ជាទិញពីក្រៅប្រទេសមានការកើនឡើងបើតាមប្រធានសមាគមរូបនេះមកដល់ពេលនេះស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញពីទីផ្សារប្រមាណ7,200តោនមានការកើនឡើងប្រមាណ20តោនបើធៀបនឹងការបញ្ជាទិញក្នុងឆ្នាំ2025បើតាមការអះអាងរបស់លោកសំសរឿនស្ករត្នោតកំពង់ស្ពឺទទួលបានការគាំទ្រកាន់តែច្រើនពីទីផ្សារក្នុងស្រុកនិងក្រៅស្រុកកាន់តែច្រើនក្រោយពលរដ្ឋនាំគ្នាធ្វើពហិការលើផលិតផលថៃការនេះបានធ្វើឲ្យប្រធានសមាគមរូបនេះហាក់មានការបារម្ភចំពោះការផ្គត់ផ្គង់មិនអាចឆ្លើយតបនឹងតម្រូវការទីផ្សារព្រោះការផលិតស្ករត្នោតពឹងផ្អែកលើអាកាសធាតុដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់នៅការលើកឡើងរបស់លោកសំសរឿនដូចតទៅបាទលោកខ្ញុំបានជម្រាបជូនខាងដើមហើយខ្ញុំថាសម្រាប់ឆ្នាំ2026ខាងមុខនេះយើងនឹងបង្កើនការផលិតនឹងឲ្យខ្ពស់ជាងមុនទៅទៀតពីព្រោះយើងមើលឃើញត្រង់ទ្រាយពីប្រមាណខែចុងឆ្នាំ2024-25នេះឃើញថាសន្ទុះក្រោយពីការពិធីការមកឃើញសន្ទុះនៃការប្រមូលទិញប្រជាទិញការទទួលស្គាល់ការហូបចុកដោយប្រើប្រាស់ស្ករត្នោតកម្ពុជាយើងវិញហើយដូច្នេះគឺសមាគមនិងសហគមន៍រួមគ្នាដើម្បីជំរុញឲ្យប្រជាកសិករគាត់ផលិតទៅតាមអ្វីតម្រូវការទីផ្សារបច្ចុប្បន្ននេះយើងបានចុះកងត្រាមួយចំនួនហើយប្រភេទស្ករម្សៅវាចូលដល់ទៅ100ជាងតោនហើយបាទស្ករម្សៅហើយស្ករសាច់វាជិតដល់100តោនបើនិយាយទៅដល់បច្ចុប្បន្នបែរជុំវិញ200តោនហើយ200តោនហើយគាត់តែកំងនឹងគ្រូនឹងកំងបាទចាប់ផ្ដើមធ្វើក្នុងដែលចែងក្នុងច្បាប់របស់សមាគមគឺពីខែ12មកខែ12ចិត្តខែ12ទៅដល់ថ្ងៃ30ខែ5បាទហ្នឹងយើងកំណត់ហើយរយៈពេលតែ6ខែនឹងទេ6ខែនឹងទេធ្វើបានតែ6ខែទេបាន6ខែទេក៏ប៉ុន្តែប្រជាជនគាត់អត់ដែលបានធ្វើខែ12ទេវាមានតិចតួចណាស់មានតែ10%នៅឡើយទេដែលចាប់ដើមផលិតខែ12ទៅមូលហេតុដោយសារគាត់អ្នកស្រែមុខរបរគាត់ធ្វើស្រែនឹងឡើងត្នោតគាត់ចប់រដូវស្រែបានគាត់ឡើងត្នោតហើយទៅចប់រដូវស្រែខែ1បានគាត់ប្រមូលផលហើយប្រមូលផលហើយបានគាត់ចាប់ដើមឆ្នាំ2025យើងបានត្រឹមតែ180ទេ180ទេ180ជាក់ស្ដែងដែលយើងទៅលក់ចេញតែគ្រាន់តែយើងដោយសារអាកាសធាតុមិនអំណោយផលស្ករនេះយើងត្រូវខ្វះក្រុមហ៊ុនកំងដល់ទៅ20តោនមូលហេតុដោយវាខែ4វាភ្លៀងដល់ភ្លៀងយើងធ្វើខែណាត់កើតចាប់ដើមភ្លៀងខែ4ដល់ភ្លៀងយើងធ្វើអត់កើតឆ្នាំ2025ខែ4ភ្លៀងដល់ភ្លៀងខ្លាំងយើងធ្វើអត់កើតដល់ធ្វើអត់កើតវាបានតែស្ករសាច់ហើយស្ករសាច់តម្រូវការឆ្នាំ2024អត់ទាន់ត្រង់ទ្រាយដល់ឥឡូវទេបាទក្រោយពហិការទៅដែលវាចាប់ដើមស្ករសាច់យើងកំងឡើងច្រើនវិញពីមុនមកអត់ទេតិចតួចទេ4 10 20តោនតែប៉ុណ្ណឹងទេដល់ឆ្នាំនេះក្រុមហើយទៅ100តោនហើយបើឆ្នាំនេះ2026នេះបើអាកាសធាតុត្រឹមខែ3ខែ4អត់មានភ្លៀងអាចគ្រប់តម្រូវការអត់ឲ្យខ្វះតែបើស្ករសាច់ធានាគ្រប់ប្រភេទស្ករប៉ាត់ស្ករពីងគឺយើងអត់ឲ្យខ្វះទេ